ភ្លៀងខ្យល់កន្ត្រាក់បក់បោកខ្លាំងរលំផ្ទះប្រជាពលរដ្ឋអស់54ខ្នងនៅស្រុកសង្កែផ្ទះសម្បែងប្រជាពលរដ្ឋចំនួន54ខ្នងទទួលរងការបំផ្លាញដោយសារភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់បែកប៉ើងរលំខូចខាតអស់ទាំងទ្រព្យសម្បត្តិដើមឈើមួយចំនួនផងដែរកាលពីវេលាម៉ោង 4:45 នាទីរសៀលថ្ងៃទី12ខែមីនាឆ្នាំ2025ដែលស្ថិតនៅក្នុងឃុំអូដំបង1ស្រុកសង្កែខេត្តបាត់ដំបងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់បោកបក់រលំផ្ទះប្រជាពលរដ្ឋក្នុងភូមិចំនួន3រងផលប៉ះពាល់ទី1ភូមិអូស្រឡៅឃុំអូដំបង1រងការខូចខាតផ្ទះអស់ចំនួន37ខ្នងក្នុងនោះមាន1ខ្នងទទួលរងការខូចខាតធ្ងន់ធ្ងរខ្ទេចទាំងផ្ទះអស់ទាំងទ្រព្យសម្បត្តិដែលមានម្ចាស់ឈ្មោះឡៃខ្លុយភេទប្រុសអាយុ62ឆ្នាំទី2ភូមិវត្តចែងឃុំអូដំបង1មានផ្ទះប្រជាពលរដ្ឋចំនួន11ខ្នងទទួលរងការខូចខាតបាក់បែកប៉ើងដំបូលជាដើមទី3គឺភូមិអូខ្ជាយឃុំអូដំបង1មានផ្ទះប្រជាពលរដ្ឋចំនួន6ខ្នងទទួលរងការខូចខាតរបើកនិងប៉ើងដំបូលក្រៅពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏មានដើមឈើជាច្រើនដើមត្រូវបានខ្យល់កន្ត្រាក់បោកបក់រលំជុំវិញករណីគ្រោះធម្មជាតិខាងលើគឺមិនបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយគឺខូចខាតតែទ្រព្យសម្បត្តិតែប៉ុណ្ណោះត្រយងនាំសារពិតគ្រប់ទីកន្លែង